គមន៍ជាបន្តនៅក្នុងកម្មវិធីរដូវរីករាយមុននឹងជួបនឹងតារាកិត្តិយសដែលយើងកំពុងតែត្រៀមនៅសំណួរជាច្រើនដើម្បីធ្វើការជជែកកម្សាន្តជាមួយនឹងលោកប៉ែនចម្រុងខណៈនេះយើងខ្ញុំទាំងអស់គ្នាសូមអរគុណដល់អ្នកចូលរួមបឋមធំនៃកម្មវិធីអរគុណដល់ Condo វិមានកាយចរណៃដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ1ចម្ងាយ1គីឡូម៉ែត្រពីស្ពានព្រះមុនីវង្សលោកអ្នកអាចជ្រើសរើសយក unit Condo ណាមួយក៏បានតាមរយៈផ្ទះគំរូពិតរបស់យើងភ្នាក់ងារលក់របស់យើងប្រកបដោយភាពរួសរាយរាក់ទាក់រងចាំផ្ដល់នូវព័ត៌មានតាមតម្រូវការរបស់អស់លោកអ្នកសូមរីករាយជាមួយកម្មវិធីពិសេសពី Condo វិមានកៅចរណៃនៅរៀងរាល់ចុងសប្តាហ៍លោកអ្នកក៏អាចសាកសួរព័ត៌មានលម្អិតជាមួយភ្នាក់ងារលក់របស់យើងនៅការិយាល័យលក់ជារៀងរាល់ថ្ងៃឬតាមរយៈលេខទូរស័ព្ទ012 506 308ឬ012 506 326 Condo វិមានកៅចរណៃទទួលសិទ្ធិលក់ផ្ដាច់មុខដោយក្រុមហ៊ុន Bunda Realty Group បាទសូមអរគុណដល់អ្នកឧបត្ថម្ភធំរបស់យើងមួយទៀតនោះគឺស្រាបៀរកម្ពុជាស្រាបៀរជាតិមោទនភាពជាតិស្រាបៀរកម្ពុជាគឺជាស្រាបៀរដំបូងគេបង្អស់ដែលផលិតឡើងដោយប្រជាជនកម្ពុជាដែលឈានមុខគេទាំងគុណភាពនិងរសជាតិស្រាបៀរកម្ពុជាបានក្លាយជាស្រាបៀរលំដាប់ថ្នាក់ពិភពលោកដែលផលិតឡើងដោយប្រើគ្រឿងផ្សំដ៏ល្អបំផុតពីអឺរ៉ុបព្រមទាំងបច្ចេកវិទ្យាលំដាប់ថ្នាក់អន្តរជាតិពីប្រទេសអាល្លឺម៉ង់ស្រាបៀរកម្ពុជាស្រាបៀរជាតិមោទនភាពជាតិសូមអរគុណដល់អ្នកចូលរួមសហការឧបត្ថម្ភនៃកម្មវិធីគឺទឹកដោះគោស្រស់វ៉ាហាហាវ៉ាហាហាគឺជាទឹកដោះគោស្រស់រសជាតិផ្លែឈើដែលមាន4រសជាតិគឺប៉ោមក្រហមប៉ោមខៀវដូងនិងម្នាស់មានគុណប្រយោជន៍ល្អសម្រាប់សុខភាពជំនួយខួរក្បាលជំនួយឆ្អឹងនិងស្បែកស្អាតសមស្របសម្រាប់គ្រប់វ័យនាំចូលដោយក្រុមហ៊ុនម៉ានិតគ្រប់លេខទូរស័ព្ទ060 900 000គិតដល់សុខភាពកុំភ្លេចទឹកដោះគោស្រស់រសជាតិផ្លែឈើវ៉ាហាហាចាអរគុណក្នុងថ្ងៃនេះគឺជាវេលាពិសេសមួយសម្រាប់កម្មវិធីរដូវរីករាយចា៎បាទជាការប៉ុណ្ណាថ្ងៃនេះបើនិយាយទៅចូលមកដល់បាទវេទិកាភ្លាមទទួលអារម្មណ៍ប្លែកស្រស់ហើយក៏មានអារម្មណ៍ថាដូចសប្បាយរីករាយប្លែកមែនទែនសម្រាប់ខ្ញុំបាទដែលខុសពីវេទិកាផ្សេងដោយសារថាសង្កេតមើលទៅបិទភ្នែកឡើងត្រឡប់បាទខ្លួនមើលទៅខាង screen ខាងក្រោយប្រវែកគុំមកវិញហាក់ដូចជានៅទេសភាពនៅក្នុងសួនមួយដ៏ស្អាតសួនមួយដែលពោរពេញដោយភាពស្រស់ស្អាតមើលទៅខ្យល់ត្រជាក់ទៀតនឹកឃើញថាបើមានគូសង្សារណាហើយបាទពលទៅឆ្លងផុតពីម្សិលមិញបាទម្សិលមិញ9កុម្ភៈហ្នឹងបាទបើចំថ្ងៃនេះវិញមិនដឹងថាយ៉ាងម៉េចទេអ្នកខ្ញុំនេះចាតាមពិតទៅថ្ងៃម្សិលមិញមិនត្រឹមតែសំដៅទៅលើគូស្នេហ៍ទេយើងមានសេចក្តីស្រឡាញ់ចំពោះអ្នកមានគុណចាឬអ្នកដទៃទៀតដែលយើងគិតថាគាត់មានគុណបំណាច់មកលើយើងចាមានន័យថាអធិស្ឋានគ្នាទៅវិញទៅមកគឺការស្រឡាញ់ជនជាតិណាក៏មានដែរនេះខ្ញុំជឿជាក់បែបហ្នឹងចាបាទត្រូវតែបែបហ្នឹងព្រោះថាឥឡូវនេះមិត្តយុវវ័យយើងគឺគាត់មានការសិក្សាស្វែងយល់ច្រើនគាត់លែងមានការយល់ច្រឡំអំពីអត្ថន័យនៃថ្ងៃបុណ្យក្តីស្រឡាញ់នឹងទៀតហើយបាទគឺថាយើងស្រឡាញ់ចំពោះអ្នកដែលនៅជុំវិញខ្លួនមនុស្សគ្រប់គ្នាបាទអរគុណហើយលោកប៉ែនចម្រុងមុនពេលដែលកម្មវិធីយើងចាប់ផ្ដើមទៅជែកជាមួយនឹងលោកដោយសារតែកម្មវិធីយើងគឺថាកម្រមានឱកាសបានទៅជែកគ្នាណាដោយសារជាពិធីករដូចគ្នាបាទហើយមានកម្មវិធីរៀងខ្លួនបាទលោកត្រូវធ្វើកិច្ចការងារជាពិសេសគឺនៅរាត្រីថ្ងៃសុក្រនឹងដែរចាតែក៏មានវត្តមានជាច្រើននៅក្នុងកម្មវិធីកំសាន្តដទៃទៀតហើយនឹងការមានក្នុងកិច្ចការងារសិល្បៈយើងខ្ញុំចង់ឲ្យលោកធ្វើការទស្សនាខ្លួនបន្តិចឲ្យកាន់តែពិស្ដារជូនដល់ទស្សនិកជនឲ្យគាត់បានជ្រាបថាតើបច្ចុប្បន្ននេះលោកប៉ែនចម្រុងធ្វើកិច្ចការងារអ្វីខ្លះបាទហើយប្រវត្តិដើមនឹងអញ្ជើញមកពីណាហើយបានធ្វើសកម្មភាពអ្វីខ្លះបាទសូមដោយសង្ខេបបាទសូមជឿបាទបើនិយាយទៅខ្ញុំបាទគឺជាបាទកូនកសិករមួយរូបដែលអតីតគឺជាអ្នកបាទដើមកំណើតខេត្តបាត់ដំបងបាទកើតឡើងមកដោយនៅក្នុងតកូលមួយដែលមិនសូវជាសម្បូរសប្បាយប្រហែលទេពោពេញដោយការតស៊ូជាមួយនឹងភាពបាទចិញ្ចឹមជីវិតហើយក៏ពុកទៀតសោតក៏ជាកសិករបាទរបរចិញ្ចឹមជីវិតមានអីក្រៅពីយើងធ្វើស្រែចម្ការនេសាទត្រីបាទជារបរសម្រាប់ចិញ្ចឹមជីវិតចាំបាច់សម្រាប់ថ្ងៃនេះបាទរាល់ថ្ងៃបាទទីនេះម្ដាយវិញគាត់ដឹកជាស្ត្រីមេផ្ទះមួយរូបដែលបើនិយាយទៅបើសម្រាប់ខ្ញុំបាទផ្ទាល់គឺគ្មានស្ត្រីណាប្រដូចនឹងម្ដាយខ្ញុំទេព្រោះបាទទាំងការថ្នាក់ថ្នមកូនទាំងការស្រឡាញ់គ្រួសារទាំងការស្រឡាញ់ស្វាមីទាំងល្អគ្រប់យ៉ាងបាទបើថាខ្ញុំមានប្រពន្ធបានថាមកចំណិតម្ដាយខ្ញុំយកហើយបាទបាទនិយាយឲ្យចំទៅបាទអរគុណលោកចម្រុងនឹងបានធ្វើការទៅជែកគ្នានៅវគ្គក្រោយនៃកម្មវិធីរបស់យើងដែលតេតិននឹងប្រវត្តិជីវិតពិតរបស់លោកមុនពេលដែលលោកមានបច្ចុប្បន្ននេះតែយើងត្រឡប់មកភាពជោគជ័យរបស់លោកដើម្បីជូនដល់ទស្សនិកជនដោយសារតែជាកម្មវត្ថុសំខាន់ថាហេតុយ៉ាងដូចម្ដេចបានជាកម្មវិធីរបស់យើងត្រូវអញ្ជើញលោកប៉ែនចម្រុងមកសម្ភាសបាទមិនអញ្ជើញមកតែម្នាក់ឯងអញ្ជើញមកជាដៃគូភាពជាដៃគូតែម្ដង
បាទជាងឃើញមានវត្តមានរបស់លោកនៅក្នុងការសម្ដែងបាទទាំងចម្រៀងកាយវិការភាពយន្តភាគភាពយន្តដុំស្ពតផ្សព្វផ្សាយពាណិជ្ជកម្មការចេញទៅសម្ដែងក្រៅប្រទេសការច្រៀងនៅតាមប៉ុស្តិ៍ពិធីជាពិធីករជាការបង្ហាញម៉ូដជាការបញ្ចូលសម្លេងជាដើមលោកមានការងារច្រើនដែលត្រូវធ្វើស្ទើរតែរកពេលទំនេរសម្រាប់ខ្លួនឯងមិនបានទៅហើយបាទខ្ញុំចង់ដឹងថាតើរាល់ជំនាញទាំងនោះលោកសិតតែឆ្លងបានកាត់នៅការវឹកហាត់ព្យាយាមអំណត់អត់ធន់យើងចង់ឲ្យលោកបានចែករំលែកជូនដល់ទូរទស្សនិកជនរបស់យើងបន្តិចតើលោកធ្វើការវឹកហាត់ដោយរបៀបណាបានជួយលោកទទួលបានជោគជ័យយ៉ាងដូចនេះបាទសម្រាប់បាទអរគុណចំពោះសំណួរនេះដែលខ្ញុំបាទពិតជាមោទនភាពមែនដែលបានឆ្លើយជំរាបជូនពួកខ្ញុំក៏មានបំណងចង់ជំរាបជូនពិសេសគឺមិត្តវិយរបស់យើងដែលមានបំណងចូលរួមបាទក្នុងវិស័យសិល្បៈបាទនិយាយទៅគ្រប់ផ្នែកនីមួយៗខ្ញុំសោកស្ដាយខ្លួនឯងដែរមិនបានទៅចូលរៀននៅក្នុងសាលាវិជ្ជាសិល្បៈឬក៏ផ្នែកដូរតន្ត្រីណាដែលច្បាស់លាស់ឬក៏ផ្នែកសាលាដែលច្បាស់លាស់ទេប៉ុន្តែដោយឡែកមានការបង្ហាញពីលោកគ្រូដូចគ្នាទេប៉ុន្តែមិនបានទៅរៀនពេញសិតទេបាទមានលោកគ្រូខាងវិជ្ជាសិល្បៈក្តីមានដូចជារៀមច្បងសិល្បៈក្តីនិងអ្នកដែលបានចូលមុនក៏បានសាកសួរនិងព្រមទាំងព័ត៌មានល្អៗពីប្រទេសជិតខាងរបស់យើងធ្វើយើងទទួលបានហើយមួយទៀតគ្រូដ៏ល្អមួយទៀតគឺទូរទស្សន៍ហើយនឹងបាទ Visu ដែលជាគ្រូសម្លេងរបស់ខ្ញុំចេះតែបើសិនជាឡានឬក៏ទៅណាក្តីឲ្យតែគេនិយាយ sport អីមួយស្រែកអីមួយដូចស្រះបៀកម្ពុជាស្រះបៀជាតិមោទនជាតិភាពចេះតែប្រឹងស្រែកតាមគាត់បាទដូចធ្វើឲ្យថាមានលក្ខណៈពីរោះប្លែកអញ្ចឹងទៅបាទនិយាយទៅភាពមិនខ្ជិលច្រអូសភាពមិនអៀនភាពមិនខ្មាស់ធ្វើឲ្យយើងទទួលបាននៅការងារជាច្រើនដែលយើងនឹកស្មានមកដល់មួយជាងទៀតសូមជំរាបជូនថាពេលខ្ញុំក៏មិនដឹងតែខ្លួនឯងមានសមត្ថភាពអញ្ចឹងដែរដំបូងឡើយអតីតកាលគឺជាអ្នកបេក្ខជនប្រឡងចម្រៀងដែលធ្លាក់លេងនិយាយមិនដែរបានមានជោគជ័យតោះតែសោះសម្រាប់ខ្ញុំឆ្លងកាត់វេទិកាប្រហែលជាប្រមាណដងដែលបរាជ័យចូល5ដង5ដងបាទតែម្ដងហើយម្ដងទៀតនៅតែមិនបាត់បង់បោះបង់ការតស៊ូខ្ញុំនៅតែមានពាក្យមួយចង់និយាយជំរាបដល់មិត្តយុវវ័យដែលធ្លាប់បរាជ័យគឺជារឿងល្អគឺជាផ្លូវដែលយើងអាចឆ្ពោះទៅកាន់ជោគជ័យបានបើសិនជាយើងមិនស្គាល់បរាជ័យយើងក៏មិនស្គាល់ជោគជ័យដែរហើយមួយវិញទៀតបើសិនជាយើងចង់ទទួលបានជោគជ័យយើងតែឈានជំហានទី1ជាមុនសិនបើអត់ឈានជំហានទី1យើងមិនដឹងថាដំណើរទៅមុខជោគជ័យឬក៏បរាជ័យទេអញ្ចឹងហ៊ានសាកល្បងហ៊ានធ្វើជាមួយនឹងការព្យាយាមបន្ថែមទៀតធ្វើឲ្យទទួលបាននៅការងារជាច្រើនដែលពេលខ្លះសមត្ថភាពរបស់ខ្ញុំមកដល់ថ្ងៃនេះខ្ញុំចេះតែសើបសាវជ្រាវមើលទៅស្រាប់តែចំចំណុចដែលទស្សនិកជនក៏ចង់បានខ្ញុំចាប់ផ្ដើមបរឹងបន្តទៀតព្យាយាមហ្វឹកហាត់ឲ្យខ្លួនឯងទំនេរក្នុងបន្ទប់ទឹកក៏ជាសាលារៀនរបស់ខ្ញុំកញ្ចក់ក៏ជាសាលារៀនរបស់ខ្ញុំលើឡានក៏ជាសាលារៀនរបស់ខ្ញុំទំនេរពេលយប់លើងមុនចូលគេហ្នឹងក៏ជាសាលារៀនរបស់ខ្ញុំអញ្ចឹងគ្រប់ទីកន្លែងទៅវាស្រែទ្រុំមនីយដ្ឋាននេះក៏ជាសាលារៀនរបស់ខ្ញុំអញ្ចឹងរហូតដល់ពេលនេះគ្រប់កន្លែងក៏ជាសាលារៀនរបស់ខ្ញុំទាំងអស់ហើយមនុស្សគ្រប់គ្នាក៏ជាសាលារៀនរបស់ខ្ញុំដូចជាលោកបណ្ឌិតក្តីលោកក៏ថប់លួចនៅអ្វីដែលគាត់មានដែរនិយាយឲ្យត្រង់ហើយក៏ជាពិសេសសូម្បីតែមិនថាតែមនុស្សក៏សត្វខ្ញុំថប់លួចពីគាត់ដែរបាទដូចជាពេលខ្លះកាយវិការសត្វស្វាហើយពេលកាយវិការសត្វមន់សត្វទីក៏ដាក់ពុកទាំងអស់បើមិនមនុស្សមិនថាតែមនុស្សជាមនុស្សវាក៏ចរិតក៏ខ្ញុំថប់លួចពីគាត់ដែរបាទដូចធ្លាប់ដើរតួកន្លងមកក្តីលោកអ្នកបាទទទួលការគ្រប់គ្រងខ្ញុំអរគុណគឺមនុស្សដែលចិត្តខ្លួនខ្ញុំដែលធ្លាប់នៅខេត្តមួយខ្ញុំនោះគាត់មានចរិតអញ្ចឹងធ្លាប់ឃើញតែពីទូអញ្ចឹងអាការៈរបស់គាត់យ៉ាងម៉េចកាយវិការរបស់គាត់ខ្ញុំលួចបានយ៉ាងច្បាស់ហើយក៏សម្ដែងចេញមកធ្វើឲ្យមានការទាក់ទាញអញ្ចឹងសម្រាប់មិត្តភ័ក្តិរបស់យើងការសង្កេតនិងការព្យាយាមនិងការតស៊ូចំពោះខ្លួនឯងគឺជាអ្វីដែលជាចំណុចកំណត់យ៉ាងច្បាស់នៃភាពជោគជ័យរបស់យើងបាទយើងតែងតែគិតថាកន្លែងណាក៏ជាសាលារៀនដែរយើងអាចរៀនបាទលោកបានបញ្ជាក់អំពីវិធីក្នុងការរៀនរបស់លោកហើយគឺរៀនគ្រប់ទីកន្លែងគ្រប់ពេលវេលាសូម្បីតែមុនពេលគេនេះក៏យើងត្រូវរៀនពីធម្មជាតិរៀនពីអ្វីដែលនៅជុំវិញខ្លួនយើងតែម្ដងតាមលក្ខណៈវិទ្យាសាស្ត្រគេបានបង្ហាញថាការរៀននេះគឺយើងរៀនពីសាលាយើងរៀនពីអ្នកជោគជ័យអ្នកបរាជ័យបាទរៀនអំពីអ្វីដែលវាបំរុងនឹងកើតនៅថ្ងៃក្រោយរៀនព្យាករទុករៀនរំពឹងទុកបាទលោកបានចម្រុងថាជាមានសមត្ថភាពដូចជាធាតុផ្សំទាំងអស់នោះនៅជាប់នៅក្នុងខ្លួនហើយបាទអរគុណណាស់ទន្ទឹមជាមួយនឹងការអត់ធ្មត់ព្យាយាមនៅក្នុងការងាររបស់លោកចម្រុងនៅក្នុងវិស័យសិល្បៈប៉ុន្តែនាងខ្ញុំជឿជាក់ថាមនុស្សគ្រប់រូបប្រសិនបើដើរដួលច្រើនដងគឺតែងតែខ្លាចឈឺអត់ចង់ដើរដួលទៀតទេដូច្នេះតកតងជាមួយនឹងការប្រឡងវិញធ្លាក់ហើយធ្លាក់ទៀតមានការជំរុញក៏ដូចជាការលើកទឹកចិត្តខ្លួនឯងយ៉ាងដូចម្តេចដែរពេលដែលចេះតែធ្លាក់បែបនេះហើយកុំថាណែនាំខ្លួនឯងណាកុំឲ្យអស់សង្ឃឹមមានវិធីសាស្ត្រល្អបែបណាខ្លះដែរចា៎តាមពិតទៅនិយាយទៅត្រង់ធាតុពិតគឺខ្លាចឈឺដែរខ្លាចក្រិចដួលទៅយើងមិនអាចងើបរួចដែរប៉ុន្តែ
ដោយសារតែជានិស្ស័យគឺថាបានហើយមួយទៀតព្យាយាមថាបើសិនជាយើងមិនមានថ្ងៃនេះយើងមិនដួលថ្ងៃនេះក៏យើងគង់ដួលថ្ងៃក្រោយអញ្ចឹងយើងព្យាយាមពង្រឹងថ្ងៃនេះឲ្យហើយអញ្ចឹងយើងធ្លាក់មូលហេតុអីខ្ញុំក៏នឹងធ្លាក់ដោយសារតែខ្ញុំផន់ភាំងដូចជាភ័យភ្លេចប្រូច្រើនបាត់សម្លេងខ្លួនឯងចាបាត់ប្រូខ្លួនឯងអញ្ចឹងបញ្ជាក់សមត្ថភាពគាត់អត់បានទេអញ្ចឹងអ្នកគណៈកម្មការគាត់ថាអ្នកឲ្យបន្ទុកថាចម្រុងអាចអត់អាចទៅរួចដោយសារតែស្មារតីចាអញ្ចឹងបរឹងស្មារតីជាមុនសិនមុនឡើងឆាកតែធ្វើមិនកុំឲ្យខ្លួនឯងភ័យបាទអញ្ចឹងកុំឲ្យភ័យតាំងអារម្មណ៍ខ្លួនឯងមុនឡើងឆាកខ្ញុំរាប់ក្នុងចិត្ត1 2 3 4 5គិតដល់ពុទ្ធពភប្រសង្ឃចាហើយចន់ជើងឲ្យរៀបចំឆាកពេលដែលយើងតាំងស្មារតីហើយឡើងទៅឆាកយើងលែងភ័យអញ្ចឹងខ្ញុំបានគ្រឹះពីនឹងមកដែលខ្ញុំធ្វើឲ្យមិនភ័យធ្វើឲ្យខ្ញុំមិនអាចទទួលបាននៅអារម្មណ៍ស្លុតទៀតទេរហូតដល់បទពិសោធន៍នឹងហើយធ្វើឲ្យខ្ញុំអាចទទួលបាននៅបាទភាពតស៊ូដល់ថ្ងៃនេះបានចាមានធ្លាប់សារល្បងវិធីសាស្ត្រមួយដែលយើងទាំងអស់គ្នាបើសិនបើយើងទីកន្លែងណាមួយយើងខ្លាចណាចាស់ក៏ប្រាប់ថាឲ្យយើងគោះ3ដងមានធ្លាប់សារល្បងបែបនេះទេធ្លាប់ហើយបាទប៉ុន្តែក៏ឲ្យបានឡើងឆាកម្ដងពិសេសគឺពេលច្រៀងហ្នឹងគឺនឹកគុណដល់ពុទ្ធពធប្រសងគ្រូបាអាចារ្យនឹកឃើញពពុះស្នូកានឹកឃើញពុកម្ដាយអស់ហើយមុនឡើងឆាកម្ដងតែប៉ុន្តែច្រៀងមួយដែរគេថាជំនឿបាទដោយសារតែយើងមានជំនឿសាសនាបាទគេថាគុំផ្សំប្រយោគឺតែងតែជាកម្លាំងចិត្តមួយដើម្បីធ្វើឲ្យយើងមានសេចក្តីក្លាហានតែធៀបពិតហ្នឹងគឺខ្លួនយើងទេបាទខ្លួនយើងគឺជាអ្នកកំណត់នឹងការសម្រេចបានជោគជ័យឬក៏បរាជ័យមុនពេលដែលយើងបញ្ចប់នៅក្នុងវគ្គទី1នេះខ្ញុំសូមឲ្យលោកជួយបញ្ជាក់ថាក្នុងចំណោមនិយាយបានជំនាញដែលលោកមានទាំងអស់លោកពេញចិត្តជំនាញមួយណាជាងគេដែរបាទនៅពេលដែលលោកបម្រើការងារទៅលោកពេញចិត្តព្រោះការងារយើងទទួលបានជោគជ័យឬក៏សម្រេចបានជាផ្នែកការតតែយើងស្រឡាញ់ការងារហ្នឹងព្រោះថាយើងឈ្មោះថាសិល្បៈហើយសុភាសិតបុរាណខ្មែរយើងក៏បានលើកឡើងដែរថាចាប់នេះចាប់នោះមិនឈ្មោះត្រង់ណាច្រៀងមិនចំច្រៀងពិធីករមិនចំពិធីករតារាភាពយន្តមិនចំតារាភាពយន្តចេះនេះបន្តិចចេះនោះបន្តិចណាបាទហើយថ្មដែលរមៀលច្រើនគឺមិនកាន់ស្លែចំពោះទស្សនៈរបស់លោកប៉ែនចម្រុងតើលោកមានអាជីពមួយណាពិតប្រាកដដែលលោកស្រឡាញ់និងយកចិត្តទុកដាក់ជាងគេបំផុតបាទតាមពិតទៅដំបូងឡើយជួយពិតឲ្យខ្លួនឯងអាចជាសិលឹកអាចរៀងទៀតតែតែធ្វើប្រឡងប៉ុន្តែដល់ឡែកឥឡូវខ្ញុំបានដឹងខ្លួនឯងហើយអ្វីដែលអាជីពរបស់ខ្ញុំពិតប្រាកដនេះគឺជាអ្នកសម្ដែងមួយរូបអ្នកសម្ដែងបាទអ្នកសម្ដែងដែលពេលដែលចូលវេទិកាសម្ដែងភ្លេចគឺខ្ញុំអត់ភ័យទេបើតែមានប្រូក្នុងដៃច្បាស់អ្នកដឹកនាំចង់ឲ្យសម្ដែងពីអីគឺខ្ញុំរកអ្វីដែលសម្ដែងឲ្យគាត់បានភ្លាម reflect បណ្ដឹងថាដល់ចំណុចកម្ពុជាដែលគាត់ចង់បានឬនៅឲ្យតែគាត់ប្រាប់ឲ្យច្បាស់បញ្ជាក់ឲ្យច្បាស់រុញឲ្យបានដល់កន្លែងដែលគាត់ចង់បានគឺខ្ញុំនឹងមានជំនឿចិត្តក្នុងអាចសម្ដែងជូនគាត់បានតែការងារទាំងអស់ដែលលោកកំពុងតែធ្វើក្នុងបច្ចុប្បន្ននេះតើលោកគិតថាការងារណាដែលលោកទទួលបានលទ្ធផលផ្លែផ្កាច្រើនជាងគេបាទបាននិយាយទៅរឿងផ្លែផ្កាបានបែបម្នាក់បាទដោយសារតែការរួមគ្នាទាំងអស់នេះហើយដែលធ្វើឲ្យបើសិនជាឧទាហរណ៍ថាគេត្រូវការពិធីករម្នាក់ដែលអាចច្រៀងបានក៏ខ្ញុំមានបើចុះមកពិធីករម្នាក់ដែលអាចនិយាយឲ្យគេសើចបានក៏យើងបាទក៏យើងអាចមានបើអាចសម្ដែងបាននៅលើឆាកក៏យើងអាចមានបាទអរគុណលោកចម្រុងមានបានជិះនៅវគ្គក្រោយអនុញ្ញាតសម្រាប់បន្តិចសិនបាទ